សួស្តីបងប្អូនដែលចូលចិត្តមើលវីដេអូរៀនធ្វើអីហូបទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺយើងរៀនធ្វើលៀសឆាហូបជុំគ្នាជាមួយបងប្អូនអញ្ចឹងលៀសនេះធំល្អណាស់អញ្ចឹងយើងយកមកលាងឲ្យស្អាតទឹកថ្លាអញ្ចឹងទៅហើយយើងត្រាំវាមកស្ទុះតិចដើម្បីឲ្យវាជ្រះដីមែនតើអញ្ចឹងបន្ទាប់ពីយើងត្រាំវារួចហើយយើងក៏ស្រង់ឡើងអញ្ចឹងលះស្រួលមើលបងប្អូនលះណាដែលថាទឹកលះគឺវាអត់ស្អុយទេលះណាដែលទឹកលះហ្នឹងគឺវាស្អុយអញ្ចឹងលះនេះវាធំល្អណាស់ហើយសម្រាប់យើងមើលលះហ្នឹងគឺខ្ញុំចេះមកពីចាស់គាត់ប្រាប់អញ្ចឹងតែយើងជឿចាស់ទៅបងប្អូនមិនខុសទេនេះយើងមានម្ទេស2គ្រាប់ខ្ទឹមបន្តិចមើមខ្ទឹមប្រហែលមើមអញ្ចឹងហើយយើងវាយខ្ទឹមឲ្យបែកមកយើងបកសម្បកវាឲ្យស្អាតដើម្បីយើងស្រួលយកវាមកហាន់ណាហើយបងប្អូនហាន់អញ្ចឹងទៅហាន់ឲ្យវាម៉ត់ទៅតាមតម្រូវការបងប្អូនយើងចង់ហូបអញ្ចឹងហើយម្ទេសនេះខ្ញុំដាក់2គ្រាប់ដោយសារលះនេះខ្ញុំធ្វើឲ្យខ្ញុំហូបជាមួយក្មេងៗនឹងចាស់គាត់ហូបដែរអញ្ចឹងគាត់ឲ្យទៅចូលចិត្តហូបហឹលតែសម្រាប់បងប្អូនយើងធ្វើហូបហឹលឆ្ងាញ់បងប្អូនដាក់ម្ទេសច្រើន7 8គ្រាប់ឬក៏10គ្រាប់អញ្ចឹងទៅយើងឆ្ងាញ់តាមនឹងដែរអញ្ចឹងឆ្ងាញ់សម្រាប់បងប្អូនដែលចូលចិត្តហឹលតែបងប្អូនមិនចូលចិត្តហឹលយើងដាក់តិចទៅចឹងគ្រឿងយើងហាន់ហើយយើងដាក់ខ្លាញ់ចូលខ្ទះមកហើយយើងដាក់គ្រឿងដែលយើងបានហាន់រួចហើយហ្នឹងកូរវាឲ្យវាឡើងឈ្ងុយគ្រឿងសិនមកក្រោយមកទៀតយើងក៏បានដាក់ចេកស្ករចូលតាមចំណង់ចំណូលចិត្តបងប្អូនត្រូវការផ្អែមខ្លាំងដាក់ស្ករច្រើនត្រូវការប្រៃថែមទឹកត្រីថែមអីតាមហ្នឹងទៅអញ្ចឹងបន្ទាប់ពីយើងផ្សំគ្រឿងហើយយើងកូរវាបងប្អូនកូរវាឡើងឈ្ងុយគ្រឿងទៅហើយយើងបានដាក់លះចូលលះដែលយើងស្រង់ឲ្យវាស្ងួតទឹកដាក់ចូលទៅសម្រាប់ឆាលះនេះបងប្អូនយើងមិនបាច់ដាក់ទឹកឬក៏ដាក់ខ្លាញ់អីច្រើនទេព្រោះអីលះក៏យើងឆាទៅវាចេញទឹកច្រើនដូចជាខ្យងអញ្ចឹងវីដេអូហ្នឹងគឺងាយៗទេបងប្អូនយើងរៀនធ្វើហូបទាំងអស់គ្នាហើយខ្ញុំក៏រៀនធ្វើដែរយើងឃើញធ្វើដំណោយើងក៏ធ្វើហូបលេងជាមួយនឹងក្មេងៗហើយចាស់អញ្ចឹងយើងមិនសូវប្រាជ្ញាហឹលប្រហែលទេបន្ទាប់យើងឆាមកស្ទោះយើងក្រោបវាបងប្អូនក្រោបវាទុកមកស្ទោះវាឆ្អិនមែនតើអញ្ចឹងទៅហើយយើងក៏កូរវាឲ្យសព្វដែលយើងដាក់ចេកស្ករណាដើម្បីឲ្យវាចូលជាតិមែនតើទៅហើយយើងដាក់ជាមួយនឹងទឹកខ្ទឹមដែលយើងកាត់ហើយបងប្អូនដើម្បីឲ្យវាមានសោភ័ណភាពស្អាតអីអញ្ចឹងណាវីដេអូមានតែប៉ុណ្្នឹងបងប្អូនហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះរហូតដល់ចប់បើសិនជាមានការនិយាយទៅខ្វះខាតអីសូមបងប្អូនមេត្តាអធិស្ឋានផងហើយបងប្អូនភ្លេចចុចពាក្យជានិង Subscribe ដាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀត